គួរតែស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបោះបង់បេះដូងម្ដេចក៏នៅតែល្ងងជប់នឹកគេទៅបានទេនៅទាំងជ្រីងាយហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំคล้ายជាសង្សារគេហើយគ្មានថ្ងៃដូចតាមវិញឡើយចិត្តអើយផ្លេចទៅងងដល់ណាខួរក្បាលដេចក៏មិនដឹងខុសត្រូវរៀនរស់នៅគ្មានគេឈឺចាប់ហើយម្ដេចឡើយក៏មិនព្រមចាំអាណិតដោយដងព្រះស្រាំកុំចងចាំគេឈប់នឹកគេដឹងទេមនុស្សគេអាក្រក់បើសិនពេលអាចវិលថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបោះបង់បេះដូងម្ដេចក៏នៅតែល្ងងជប់នឹកគេទៅបានទេនៅទាំងជ្រីងាយហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំคล้ายជាសង្សារគេហើយគ្មានថ្ងៃដូចតាមវិញឡើយចិត្តអើយផ្លេចទៅងងដល់ណាខួរក្បាលដេចក៏មិនដឹងខុសត្រូវរៀនរស់នៅគ្មានគេឈឺចាប់ហើយម្ដេចឡើយក៏មិនព្រមចាំអាណិតដោយដងព្រះស្រាំកុំចងចាំគេឈប់នឹកគេដឹងទេមនុស្សគេអាក្រក់បើសិនពេលអាចវិលថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួល